របៀបទិញថៅប៉ោឲ្យដឹកជញ្ជូនហ្វ្រីទៀតហ្នឹងហើយ app ថៅប៉ោយើងមានដឹកមកស្រុកខ្មែរ free ហ្មងនេះអត់មាន sponsor អត់មានអីទេហើយខ្ញុំទិញរដងហ្នឹងក៏ខ្ញុំដឹកជញ្ជូនតាមក្រុមហ៊ុន GXT ដែរខ្ញុំប្រើក្រុមហ៊ុនហ្នឹងឡើង2019រហូតដល់ឥឡូវខ្ញុំនៅប្រើចឹងខ្ញុំចង់មកចែករំលែកពីការទិញនៅថៅប៉ោធ្វើម៉េចឲ្យវា free ណាទីមួយយើងទិញ120 យួនជាងអីទៅសិលេចទៅអាចដឹកជញ្ជូន free ឯងបានថាទិញពីក្រុមហ៊ុនថៅប៉ោនឹងដឹក free មកដល់ស្រុកខ្មែរយើងហ្មងប៉ុន្តែយើងត្រូវដាក់អាស័យដ្ឋាននៅក្នុង app ថៅប៉ោនឹងនៅស្រុកខ្មែរហ្មងមិនគេដឹកមកដល់ផ្ទះស្រុកខ្មែរហ្នឹងតែបើយើងទិញតែមួយហើយក្រោម120 យួនជាងអាហ្នឹងខ្ញុំអត់ច្បាស់ហើយដោយសារបទពិសោធន៍ខ្ញុំផ្ទាល់ទេទិញក្រោម120 យួនជាងក៏យើងអាចដឹកមកស្រុកខ្មែរបានដែរតាមថៅប៉ោហ្មងដែលយើងអត់ចាំបាច់ប្រើប្រាស់សេវាក្រុមហ៊ុនដឹកជញ្ជូននៅស្រុកខ្មែរយើងអញ្ចឹងប៉ុន្តែថៅប៉ោនឹងវាអាចថ្លៃ delivery ហ្នឹង13 យួនអញ្ចឹងប្រហែលជា2រៀលទេអញ្ចឹងបើខ្ញុំទិញតាមហ្នឹងខ្ញុំដឹកតាមថៅប៉ោខ្ញុំខាតព្រោះអីខ្ញុំដឹកតាមក្រុមហ៊ុន GXT អវ៉ាន់ធូរថ្លៃជាងគេ1រៀល2កាក់ឯងហើយដឹកមកដល់ផ្ទះទៀតប៉ុន្តែតម្លៃហ្នឹងពីស្រុកចិនរហូតមកដល់ផ្ទះយើងហ្មង1រៀល2កាក់ឯងនឹងទូយើងចង់ដឹកលឿនណាដឹកតាមយន្តហោះអវ៉ាន់ហ្នឹងទូអញ្ចឹងឬ case ទូរស័ព្ទឬក៏ screen ទូរស័ព្ទអីក៏1រៀល2កាក់ដែរអញ្ចឹងស្រួលមែនតើអញ្ចឹងអ្នកមើលវីដេអូខ្ញុំដឹកទិញថៅប៉ោរដងដឹកតាមណាចាំជួយ comment ប្រាប់ផងគេលោចែករំលែកគ្នាដឹកតាមក្រុមហ៊ុនផ្សេងស្រួលជាងនឹងអញ្ចឹងណាហ្នឹងឯងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបាយ